រដ្ឋបាលត្រាំថ្លឹងថ្លែងពីការហាម5នៃការធ្វើដំណើរទៅកាន់ប្រទេសរាប់សិបនេះបើយោងតាមប្រភពដឹងអំពីបញ្ហានេះនិងអនុសារណៈផ្ទៃក្នុងដែលមើលឃើញដោយ Reuters អនុសារណៈនេះបានរាយបញ្ជីប្រទេសសរុបជាង41ដែលជា3ក្រុមដាច់ដោយឡែកពីគ្នាក្រុមដំបូងនៃប្រទេសចំនួន10រួមមានអាហ្គានីស្ថានអ៊ីរ៉ង់សេរីគុយបានិងកូរ៉េខាងជើងក្នុងចំណោមប្រទេសដទៃទៀតនឹងត្រូវបានកំណត់សម្រាប់ការព្យួរទិដ្ឋាការពេញលេញនៅក្នុងនោះក្រុមទី2ប្រទេសចំនួន5ដូចជាអារីត្រាហៃទីឡាវមីយ៉ាន់ម៉ានិងសូដង់ខាងត្បូងនឹងប្រឈមមុខនឹងការផ្អាកមួយផ្នែកដែលនឹងប៉ះពាល់ដល់ទិដ្ឋាការទេសចរនិងនិស្សិតក៏ដូចជាទិដ្ឋាការអន្តរប្រវេសន៍ផ្សេងទៀតដោយមានការលើកលែងមួយចំនួននៅក្នុងក្រុមទី3ប្រទេសសរុបជាងចំនួន26ដែលរួមមានបេឡារុសប៉ាគីស្ថាននិងទូគីមែនីស្ថាននៅក្នុងចំណោមប្រទេសផ្សេងទៀតនឹងត្រូវបានពិចារណាសម្រាប់ការផ្អាកមួយផ្នែកនៃការចេញទិដ្ឋាការរបស់សហរដ្ឋអាមេរិកប្រសិនបើរដ្ឋាភិបាលរបស់ពួកគេមិនខិតខំប្រឹងប្រែងដើម្បីដោះស្រាយកង្វះខាតក្នុងរយៈពេល60ថ្ងៃមន្ត្រីអាមេរិកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានព្រមានថា